សួស្តីបងប្អូននឹងថ្ងៃនេះ admin លើកយកមកវីដេអូមកបង្ហាញបងប្អូនទាក់ទងជាមួយនឹងការប្រើប្រាស់ដៃលុចហើយមុននឹងយើងឈានទៅដល់ការប្រើប្រាស់កម្មវិធីដៃលុចមួយនេះគឺជាកម្មវិធីការកណនីកែបំភ្លឺនេះយើងត្រូវដឹងrequirement មួយចំនួនទាក់ទងជាមួយនឹងដៃលុច Evo ហ្នឹងមុននឹងឈានដល់ការគូការដាក់ពូការគូstructure construction នេះយើងត្រូវដឹងអីខ្លះមុននឹងយើងឈានដល់ការ design ការដាក់ពូនេះដូច្នេះហើយ admin លើកយកព័ត៌មានមួយចំនួនទាក់ទងជាមួយនឹងការប្រើប្រាស់នេះដំបូងឡើយយើងត្រូវដឹងពីប្រភេទការបំភ្លឺនឹងការបំភ្លឺហ្នឹងវាមានច្រើនប្រភេទក្នុង Dialog Evo នេះវាអាចកណនាការបំភ្លឺបានទាំងខាងក្នុងខាងក្រៅនៅលើផ្លូវផ្សេងៗតាមតែយើងចង់បាន landscape ដែលអីជាច្រើនប្រភេទតាមតែយើងចង់បានហើយជាហ៊ានដំបូងនេះ admin គ្រាន់តែនិយាយទួសិនទេទាក់ទងជាមួយនឹង Dialog Evo នេះហើយទាក់ទងមួយទៀតទាក់ទងជាមួយ color របស់អំពូល color របស់អំពូលក៏សំខាន់ដែរឧទាហរណ៍ថាបន្ទប់គេងរបស់យើងត្រូវការភាពពលឺអត់សូវខ្លាំងទេវាសឹមមកល្មមយើងអាចទៅរកពូលដែលចាំងខ្លាំងដូចភ្លើងហ្វាដូចអីយកមកដាក់នៅក្នុងបន្ទប់គេងបាននេះវាបំភ្លឺមែនប៉ុន្តែវាធ្វើឲ្យ feeling របស់យើងនឹងវាអត់ល្អអីចឹងហើយមួយទៀត requirement តាមប្រភេទរបស់បន្ទប់មានន័យថាបន្ទប់នៅក្នុងបន្ទប់គេងបន្ទប់នៅផ្ទះរបស់យើងមួយវាមានច្រើនប្រភេទមានបន្ទប់ទឹកវាមានកន្លែងញ៉ាំបាយកន្លែងទទួលភ្ញៀវបន្ទប់ដេកវេរ៉ង់ដាវេអីអញ្ចឹងទៅជាច្រើនប្រភេទដូច្នេះហើយយើងត្រូវដឹងពីអស់នឹងដែរនៅក្នុងនេះដែរ admin ក៏ធ្លាប់បានចែករំលែកហើយទាក់ទងជាមួយនឹង requirement លុចតាមប្រភេទបន្ទប់ក្នុងដែរ admin លើកយកស្បែកបោះបច្ចេកចាស់ admin ដែលធ្លាប់ធ្វើមកគឺស្បែកនៅវិជ្ជាចាស់ធ្លាប់ធ្វើក្នុងនោះដែរគេមានdetail ជាច្រើននៅក្នុងនេះតាមដែលយើងអាចមើលបានអញ្ចឹងនៅក្នុងនោះដែរនេះគឺជាប្រភេទមានកន្លែងទទួលភ្ញៀវកន្លែងគំនូរត្រវិញអញ្ចឹងទៅកន្លែងលក់តាមទំហំតូចទំហំធំ conference hall function room កន្លែងចំអិនផ្លូវដើរអីចឹងទៅចណ្ដើអីចឹងទៅកន្លែង stock event បន្ទប់ toilet អីចឹងទៅកន្លែងចតឡានកន្លែងអង្គុយលេងអីចឹងទៅក្នុងដែរមានន័យថាឧទាហរណ៍ថាឥឡូវខ្ញុំលើកយកបន្ទប់ចំអិននៅក្នុងនោះដែរវាដាក់រែងពី200លុចទៅ500លុចអញ្ចឹងមានន័យថាបើសិនជាការកណនាការដាក់ពូលយើងជំហានដំបូងរបស់យើងដាក់ទៅស្ថិតនៅក្នុងចន្លោះហ្នឹងគឺអាចទទួលយកបានហើយតាមអ្វីដែលការគិតរបស់យើងឧទាហរណ៍ថា space កន្លែងទំហំកន្លែងបន្ទប់ចំអិនហ្នឹងវារាងធំអញ្ចឹងទៅបងប្អូនអាចស្រេការបំភ្លឺឲ្យរាងខ្ពស់ទៅឡើងដល់300 400អីចឹងទៅហើយសម្រាប់នេះសម្រាប់នេះណា Ventum Cell ងាកមិញតើតើជាមួយ color temperature បងប្អូនដឹងថានេះកូដ2700 3000អីហ្នឹងបានមកពីណាអត់នេះគឺគេមើលលើនេះមានន័យថា color នៅក្នុងបន្ទប់គេងអីចឹង 2700K ទៅដល់ 3000K អញ្ចឹងមានន័យថានេះសាច់បំភ្លឺរបស់អំពូលវាស្ថិតនៅក្នុងចន្លោះនេះពងមាន់ពងអីចេះវាអត់ភ្លឺសពេកដល់ថ្នាក់សពេកបងប្អូនដែលចំណាំមើលថាអំពូល LED ហ្នឹងវាមានប្រភេទសប្រភេទពងមាន់ប្រភេទយប់ប្រភេទថ្ងៃអញ្ចឹងទៅហើយបន្ទាប់មកទៀតវាមាន color ចាប់ពី 4000K ទៅដល់ 5000K 4000K ទៅដល់ 5000K វារាងសដែរប៉ុន្តែសរបៀបសលេពងមាន់វាអត់ទាន់សស្ងាយទេមានន័យថាហ្នឹងនៅក្នុង nature នៅឡើយទេនៅក្នុង range natural ហើយ cool នៅឡើយទេដល់ពេលសីតុណ្ហភាពមួយទៀត5000ឡើងទៅដល់6000 7000 8000អញ្ចឹងទៅអានេះវានៅក្នុង range របស់ cool អីចឹងទៅវាមានន័យថាភ្លឺសាច់សសុទ្ធហ្មងអញ្ចឹងចង់នៅក្នុងនេះដែរឃើញទេ admin លើកយកឧទាហរណ៍បន្ទប់មួយចំនួនយកមកឲ្យបងប្អូននៅក្នុងនេះដែរ requirement របស់គេសម្រាប់បន្ទប់គេងបន្ទប់អីហ្នឹងគេអត់ត្រូវការបំភ្លឺពណ៌ឲ្យខ្លាំងពេកទេគេត្រូវការបំភ្លឺខ្លាំងអីពេកទេគេត្រូវការតែត្រឹមនេះពណ៌ត្រឹមថាអស់នេះអីបានឯងត្រឹម
2007ដល់3000អីហ្នឹងបានហើយសម្រាប់ដូចជាបន្ទប់workshop work អីកន្លែងរៀនកន្លែងអីអញ្ចឹងអាហ្នឹងអូខេយើងត្រូវការបំភ្លឺខ្លាំងអត់ត្រូវការសឹមបានទេប្រភេទអំពូលប្រភេទ 3000K នេះវាពណ៌មាត់អីការជះពន្លឺរបស់វាអត់ដូចពណ៌សអីអញ្ចឹងការ office ឬក៏កន្លែងរៀនអីគេត្រូវការបំភ្លឺរៀងខ្លាំងអញ្ចឹងយើង select ប្រភេទចន្លោះពី 4000K អំពូលដែលមានរែងបំភ្លឺពណ៌បំភ្លឺហ្នឹងចាប់ពី 4000K ឡើងទៅដល់ 5000K អញ្ចឹងណាដើម្បីអីដែរដើម្បីទី1ធម្មតាឧទាហរណ៍ថាយើងការអង្គុយធ្វើការធ្វើអីយើងអញ្ចឹងយើងអង្គុយលើកៅអីអត់មានពូកអត់មានអីអញ្ចឹងវាធ្វើឲ្យ feeling យើងអង្គុយអត់បានយូរធុញទ្រាន់អីអញ្ចឹងហើយការដាក់អំពូលដូចគ្នាពេលដែលយើងដាក់អំពូលអត់ត្រូវតាមទីតាំងតាមតម្រូវការរបស់បន្ទប់នីមួយវាធ្វើឲ្យអារម្មណ៍របស់យើងវាដូចថាអត់ស្ងប់អត់អីអញ្ចឹងអត់មានផាសុខភាពអីអញ្ចឹងហើយតកតងនេះដែរproject នេះដែរ admin ធ្វើនេះគឺមានកូដរបស់ project នេះហើយបន្ទប់នីមួយ select ពណ៌តាម tender drawing មានន័យថាគេ design ហើយ admin គ្រាន់តែ check ពីលើថាត្រូវទេបន្ទប់អស់នឹងតាមកម្ពស់ការតម្លើងកម្ពស់បែបអស់នឹងត្រូវទេអីតែប៉ុណ្្នឹងទេហើយមួយទៀត admin នឹងលើកជាប្លង់ជាក់ស្ដែងដើម្បីយកមកធ្វើការងារជាមួយនឹង Dialog Evo 13.1 ដែលជា version ចុងក្រោយនេះចែកជូនបងប្អូនគឺប្រភេទជា flat house ផ្ទះល្វែងបែបនេះដែលមាន2ជាន់នេះជាន់ ground floor ហើយនឹងមានជាន់ទី1មួយទៀតហើយក្នុងនោះដែរអរគុណនៅការគាំទ្ររបស់បងប្អូនឃើញមួយរយៈក្រោយនេះឃើញបងប្អូនគាំទ្រនៅស្នាដៃដែលខ្ញុំធ្វើច្រើនអញ្ចឹងក៏ជាកម្លាំងចិត្តមួយដល់ខ្ញុំដែរសម្រាប់ធ្វើការក្នុងការធ្វើវីដេអូជាបន្តទៀតនៅក្នុងនោះដែរខ្ញុំសន្យាថាពេលដែល YouTube របស់ខ្ញុំឡើងដល់ 2222 នាក់ដែលជាលេខការ៉េលេខល្អនោះគឺខ្ញុំនឹងធ្វើវីដេអូ full តាក់ទងជាមួយនឹងការប្រើប្រាស់ Dialog Evo ខ្ញុំនឹងចំណាយពេលរបស់ខ្ញុំយកមកធ្វើជាវីដេអូចែកជូនបងប្អូនតាំងពីចំណុចទី1ដល់ចំណុចបញ្ចប់និយាយបាទថាចឹងមានន័យថាតាំងពីគូដំបូងគូតាំងពី construction សំណង់ខាងជាងអីរបស់ project ហ្នឹងរហូតដល់ plot ជា PDF អាចធ្វើជាឯកសារបានហើយកុំភ្លេចជួយ support បន្ថែមទៀតផងហើយបើចូលចិត្តវីដេអូកុំភ្លេចជួយ like Facebook page និង share ក៏ដូចជា subscribe channel YouTube តាម description នៅខាងលើបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ